ម៉ែបងប្អូនតើការប្រើប្រាស់ប៊ូរ៉ុនបែបដំណាក់កាលលើដំណាំចន្ទីវាមានគុណប្រយោជន៍អ្វីខ្លះដល់ចន្ទីពុកម៉ែបងប្អូនបាទទី1គឺមុនពេលដែលចន្ទីមិនទាន់បញ្ចេញទៅជាផ្កានៅអំឡុងជាត្រួយគឺវាជួយឲ្យស្លឹកចន្ទីថ្មីឆាប់លូតលាស់ឆាប់ចាស់វាជួយបង្កើតពន្លកត្រួយធ្វើឲ្យត្រួយរឹងមាំនិងជួយបន្ថែមសារធាតុពណ៌នៅលើស្លឹកចន្ទីរបស់ពុកម៉ែបងប្អូនដំណាក់កាលទី2គឺនៅពេលដែលចន្ទីបញ្ចេញទៅជាផ្កានៅដំណាក់កាលនេះប៊ូរ៉ុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កាត់លំអងព្រោះប៊ូរ៉ុនវាមានតួនាទីក្នុងការជំនួយដល់បំពង់លំអងដែលធ្វើឲ្យផ្កាស្វេភេទទទួលបានលំអងច្រើនពីផ្កាឈ្មោលនោះបញ្ចេញទៅជាក្តាប់ច្រើនក្តាប់ដែលមានគុណភាពក្តាប់កាន់ដូចគ្នានៅដំណាក់កាលទី3គឺនៅពេលដែលវាបញ្ចេញទៅជាផ្លែក្តាប់ហើយគឺវាជួយឲ្យគ្រាប់ចន្ទីមានទម្ងន់វាបន្ថែមរសជាតិឲ្យគ្រាប់ចន្ទីជាគ្រាប់ចន្ទីដែលមានគុណភាពជាក្តាប់ចន្ទីកាន់ធន់នឹងអាកាសធាតុមិនរុះរយទៅវិញបាទបើសិនបើពុកម៉ែបងប្អូនមានយោបល់ឬក៏ចង់ប្រឹក្សាបន្ថែមអំពីការប្រើប្រាស់ជីថ្នាំលើដំណាំចន្ទីអាច comment ឬក៏ call តាមរយៈលេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបានអរគុណ